បាទសួស្តីវិលត្រឡប់មកជួបគ្នាជាថ្មីម្ដងទៀតជាមួយនឹងអឺ Bandwidth Control ថ្ងៃនេះខ្ញុំនឹងលើកមកសិក្សាអំពីថាបើសិនជាឧបករណ៍ TP-Link router យើងអាចកំណត់ថាយើងចង់ឲ្យ speed អ៊ីនធឺណិតរបស់យើងនឹងប៉ុន្មានមេអញ្ចឹងឧទាហរណ៍ថាយើងចង់តេស្ត speed ត្រឹមតែ5 megabit per second អញ្ចឹងយើងអាចទៅ set up នៅលើនេះដាក់ប្រមាណអញ្ចឹងជាទូទៅយើងអត់ដឹងថាប្រមាណយើងអាចចូលទៅលើ website នេះហើយយើងអាចដាក់ទៀតនេះ5 megabit នេះ5 megabit per second ទៅជា kilobit per second អញ្ចឹងវានឹងយើង copy អាហ្នឹងមក5120បន្ទាប់មកទៀតយើងចូលមកដល់នេះបាទឬក៏យើងយក order នេះក៏បានដែរយើងដាក់ដូចគ្នាអញ្ចឹងមកបាទទៅយើងកំណត់ speed ហ្នឹងហើយយើង save មួយមកហើយយើងទៅ test speed ម្ដងទៀតតើវាបានប្រមាណនេះឃើញទេយើងឃើញអា megabit order ហ្នឹងមិនមែន ADSL ទេណាបើ ADSL នេះមានន័យថាគឺជាប្រភេទខ្សែអ៊ីនធឺណិតចំនួនមុនដែលរត់ទៅលើប្រភេទ modem ប្រភេទ modem គឺប្រភេទ ADSL ហ្នឹងគឺ speed របស់វាគឺ download ធំជាង upload នឹងប្រភេទ ADSL ដែលសារល្បឿនខ្សែពីរសរសៃខ្សែទង់ដែងពីរសរសៃកាលពីចំនួនមុន Internet Medphone Openet ឬក៏ក្រុមហ៊ុនដទៃទៀតហ្នឹងដែលយើងធ្លាប់ឮឈ្មោះហ្នឹងដូច Mekongnet អីហ្នឹងគឺចំនួនមុនគឺគេរត់ខ្សែ ADSL តែមកដល់បច្ចុប្បន្នគឺគេរត់ខ្សែ Fiber Optic អញ្ចឹងហេតុនេះហើយបានជាខ្ញុំលើកមកបង្ហាញទៅលើ modem ចាស់ឬក៏ router ចាស់បាទអញ្ចឹងនៅលើ bandwidth control នេះគឺយើងអាចកំណត់ថា speed នៅលើឧបករណ៍មិនថាតែ Wi-Fi ឬក៏ network អញ្ចឹងវា speed ដូចគ្នាអញ្ចឹងរបៀបកំណត់របស់វាទី1យើង log in ទៅលើដុំ Wi-Fi របស់យើងមកនេះយើង log in មកអញ្ចឹងមកបន្ទាប់មកយើងចូលមករកពាក្យថា bandwidth control បន្ទាប់ពីយើងឃើញ bandwidth control យើងឃើញវាដោះអញ្ចឹងមានន័យថាបើសិនជា router មេរបស់យើង router main របស់យើងគឺគេកំណត់ថា speed 100 megabit ឬក៏50 megabit អញ្ចឹងវានឹងបាន speed 50 megabit អញ្ចឹងឧទាហរណ៍ថាខ្ញុំតេស្តទៅលើខ្សែ network បាទតេស្តខ្សែ network ណា router main របស់ខ្ញុំគឺ speed 50 megabit អញ្ចឹងដោយសារតែក្រុមហ៊ុនគឺគេនឹងធ្វើsystem មួយយ៉ាងគឺឲ្យពេលដែលយើង test speed ហ្នឹងឃើញលឿនជាងពេលដែលយើង test speed បានប្រហែល1នាទី2នាទីហ្នឹងកន្លះនាទីហ្នឹងគឺវាហុចលើសទៅដល់ឲ្យអញ្ចឹងហើយតែបន្ទាប់មកវាធ្លាក់មកដល់50វិញហើយអានេះគឺជា system ដែលថាបំភាន់ភ្នែកតែមើលទៅគួរឲ្យចាប់អារម្មណ៍ថា speed ខ្លាំងតែតាមពិត speed ត្រឹមតែ50 megabit បន្តិចបន្តួចហ្នឹងអញ្ចឹងយើងឃើញអញ្ចឹងហើយអញ្ចឹងឧទាហរណ៍ថាយើងចង់កំណត់ឲ្យវាคล้ายទៅជា5 megabit អញ្ចឹងបើយើងនៅលើដុំ TP-Link series version ថ្មីបាទ version ថ្មីអញ្ចឹងវាមានឲ្យយើង add បន្ថែមយើង add នេះ add ឡើង add rule នេះអញ្ចឹងយើងចុចមកនេះយើងចង់ add នឹងក៏បាននេះយើងចង់ add ដាក់ IP មានន័យថាយើងឲ្យ IP ហ្នឹងរត់ចាប់ពីម៉ានដល់ម៉ានអញ្ចឹងហើយកំណត់ port rank មកវាក៏បានឬក៏យើងចង់ឲ្យ kilobit per second របស់យើងដើរដល់យ៉ាងម៉េចកំណត់ប៉ុន្មានគីឡូអញ្ចឹងណាអញ្ចឹងដោយសារតែយើងចង់កំណត់ទិសដៅគឺមួយទាំងអស់តែម្ដងអញ្ចឹងយើងអាចយកពាក្យនេះ order នេះហើយយើងកំណត់បើ ADSL វាអាចយើងយឺតជាងនឹងបន្តិចដោយសារ upload ឬក៏ download វាខុសគ្នាណាតែយើងអាចកំណត់លើនេះដូចគ្នាអញ្ចឹងវាអាចរត់ដូចគ្នាតែបើសាក់ខ្សែនៅលើ ADSL ហ្មងគឺអត់ដូចគ្នាទេលុះត្រាតែក្រុមហ៊ុនគេ provider ឲ្យធំខ្លាំងមែនទែនអញ្ចឹងធំខ្លាំងមែនទែនគេគឺម៉ាស៊ីនមែនរបស់គេហ្នឹងក៏មានបញ្ហាស៊ីភ្លើងស៊ីអីចឹងទៅអញ្ចឹងយើងលើកមក order នេះវិញគឺសមាមាត្ររបស់វាគឺប្រហែលគ្នាចឹងហ្មងអញ្ចឹងឧទាហរណ៍ថាខ្ញុំយកបែបនេះខ្ញុំ click ពាក្យថា enable bandwidth control ពេលហ្នឹងហើយខ្ញុំចុចយកពាក្យថា save
បន្ទាប់ពីខ្ញុំ save bandwidth control នឹងហើយខ្ញុំមក test speed ម្ដងទៀតអូខេអញ្ចឹងយើង test speed ម្ដងទៀតយើងឃើញថា speed របស់យើងគឺបាន 4 មេ.56 ហ្នឹងដោយសារតែលើឧបករណ៍វាប្រកាសជាមានsystem របស់វាអញ្ចឹង version ចាស់ version ថ្មីឬក៏អានេះគេហៅការដំណភ្ជាប់នេះវាអត់សូវលឿនប៉ុន្មានទេអញ្ចឹងមានន័យថា Wi-Fi ក៏វាដូចគ្នាដែរ Wi-Fi ក៏វាតេស្តដូចគ្នាដែរអញ្ចឹងឧទាហរណ៍ឥឡូវខ្ញុំតេស្តលើ Wi-Fi ខ្ញុំសុំដកហើយសុំដកលើ network ចេញតេស្តលើ Wi-Fi អញ្ចឹងមើល TP-Link នៅនេះខ្ញុំគណចូលឲ្យ TP-Link ហ្នឹងអញ្ចឹងខ្ញុំ test speed ម្ដងដោយសារមកខ្ញុំអត់ទាន់បាន log out តែអត់ log out អញ្ចឹងគេ log តាម Wi-Fi អត់ចូលទេដល់តែ log តាម network វិញអញ្ចឹង log តាម Wi-Fi នេះក៏ដូចគ្នាដែរនេះអញ្ចឹងការកំណត់ bandwidth ឧទាហរណ៍ថាបើយើងចង់ឲ្យឧទាហរណ៍ថាយើងមានដុំ Wi-Fi ចំនួន5យើងចង់ឲ្យ5ដុំទី1មាន speed 20 megabit ណាបាទ megabit នេះយើងចូលឡើងនេះមកឧទាហរណ៍ឥឡូវខ្ញុំកំណត់ថា speed តែ20 megabit ទេអញ្ចឹងយើងត្រូវយក copy អានេះតោះអត់យើង copy អាហ្នឹងមកមានថា20 48 0អញ្ចឹងវាស្មើនឹង20000100 2480អញ្ចឹងខ្ញុំត្រូវដោត network វិញដោយសារតែយើងត្រូវ log វាចូលម្ដងទៀតណាបើយើង log out ចេះហើយចាំយើង log តាម network wireless អត់អីទេអញ្ចឹងយើងចូលមកកន្លែង speed bandwidth control យើងវិញមកដើម្បីឲ្យ speed យើងនេះដោយសារមិនបានខ្ញុំដឹងថាយើងត្រូវយកល្បឿនលេខទូចនេះដោយសារនេះឃើញទេដោយសារមានពាក្យថា kbps kilobit per second ហ្នឹងណាអញ្ចឹងយើងត្រូវចាំទី1គឺkilobit per second មិនមែន megabit ឬក៏ megabyte ទេអញ្ចឹងយើងត្រូវចាំឡើងហ្នឹងបើសិនជាតាក់ទងទៅលើ network យើងត្រូវអានពាក្យថា kilobit per second ឬក៏ megabit per second no megabyte no kilobyte ណានៅលើ network speed អញ្ចឹងខ្ញុំអាច copy អាហ្នឹងមកនេះ copy អាមិញមើលថា20 megabit per second ដើម្បីឲ្យយើងតេស្តណាយើង save ហើយអញ្ចឹងយើងចូលមកកាន់កន្លែង test speed របស់យើងនេះគេសរសេរកូដរបស់គេហ្នឹងនេះឃើញទេនេះកន្លែងនេះ megabit per second អញ្ចឹងយើង test speed មើលតើយើងបានផាកផាយហ្នឹងអត់នេះ20 megabit per second វាអាចបានប៉ុណ្ណឹងតែបើសិនជាចង់ឲ្យវាពេញថេសមាត្រហ្មងគឺយើងថែមបន្តិចទៅឲ្យវាស្មើនឹង20គុណត្រឹមតែម្ដងជាទូទៅក្រុមហ៊ុនអ៊ីនធឺណិតមួយគឺគេតែងតែ provider ឲ្យនៅក្នុងកូដហ្នឹងគេដាក់ឲ្យលើសបន្តិចដើម្បីគេហៅដំណ link មានន័យថាបើសិនជាយើង ping tracer ពី IP របស់យើងទៅកាន់ក្រុមហ៊ុនឬក៏ server តែម្ដងវាអាចមានមួយដំណាក់កាលពីរដំណាក់កាលអញ្ចឹងតាមខ្សែ line ដែលគេបានកំណត់មកឧទាហរណ៍ថាពីផ្ទះយើងទៅដល់ក្រុមហ៊ុន OpenNet ឬក៏ Medphone ឬក៏ EasyCom ឬអីចឹងតើចំណាយឧបករណ៍ប្រមាណតង់មានថា sliter នឹងបំបែកប្រមាណដងអញ្ចឹងយើងអាច ping ពី tracer ពី IP យើងទៅដល់ IP របស់ក្រុមហ៊ុននឹងតែម្ដង server DNS ឬក៏ IP ណាមួយដែលយើងស្គាល់ថាជា IP ស្ថិតនៅក្នុង main ដើម្បីចែកបំបែក IP មកកាន់ IP public ទូចដទៃទៀតមានន័យថា IP មួយហ្នឹងគឺតំណាងឲ្យឧទាហរណ៍ថា IP នេះមួយអញ្ចឹងយើងចង់ដឹងថា IP ហ្នឹងមកពីណាអញ្ចឹងយើងត្រូវ search ថាពីយើងទៅដល់ IP ហ្នឹងមានប្រមាណ IP ទៀតដើម្បីទៅដល់ IP ហ្នឹងអញ្ចឹងយើងអាចដឹងតាមរយៈហ្នឹងអាតំណហ្នឹងឯងដែលធ្វើឲ្យ speed របស់យើងនេះគឺវាអត់ប្រក្រតីវាអត់ថេសមាត្រស្មើគ្នាវាតែមានខ្វះចន្លោះតិចតួចឬក៏ល្បឿនយឺតលឿនតាមរយៈ IP ទាំងអស់ហ្នឹងតាមរយៈឧបករណ៍ដំណភ្ជាប់ទាំងអស់ហ្នឹងអញ្ចឹងវីដេអូនេះបានបង្ហាញអំពីការធ្វើទៅលើbandwidth control ដែលដឹងថាយើងចង់ឲ្យ speed នៅលើដុំ TP-Link
ឬក៏ហៅថាឧបករណ៍ router Wi-Fi របស់យើងហ្នឹងមានការកំណត់ speed មិនឲ្យលើសឬក៏ខ្វះទៅលើចន្លោះថាឧបករណ៍មួយគឺបានតែ speed 20 ឬក៏ 30 ទេបើយើងបែងចែកថាឧទាហរណ៍ថាយើងចង់លក់ប្រភេទ Wi-Fi ឲ្យគេអញ្ចឹងទៅយើងអាចថា Wi-Fi ដុំទី1ឲ្យ speed ប្រមាណដុំទី2ឲ្យប្រមាណអញ្ចឹងវានឹងរត់ទៅតាមអ្វីដែលយើងបានកំណត់លើនេះគឺ port internet port LAN ណានៅលើដុំ wireless ដែលយើងបំបែកហ្នឹងយើង save ហ្នឹងគឺ port LAN របស់វាគឺ speed ប៉ុណ្្នឹងទាំងអស់មិនថាទាំង Wi-Fi មិនថាទាំង speed របស់វាគឺប៉ុណ្្នឹងទាំងអស់តែបើសិនជាយើងយកពាក្យថានេះអាឡៃ rule list នេះយើងកំណត់វិញអញ្ចឹងមានន័យថាយើងចង់ឲ្យតែ IP មួយណាមួយដើរតែ speed ប៉ុណ្នេះ IP ណាមួយដើរតែ speed ប៉ុណ្នេះអញ្ចឹងវាកំណត់ទៅលើ IP នោះតែម្ដងអញ្ចឹងខ្ញុំអត់លើកយកមកបង្ហាញទេដោយសារខ្ញុំបង្ហាញតែប៉ុណ្នេះសិនអញ្ចឹងវីដេអូនេះសូមចប់តែប៉ុណ្ណេះសង្ឃឹមថាអ្នកទាំងអស់គ្នានឹងយល់ថារបៀបកំណត់ speed ទៅលើដុំ Wi-Fi ឲ្យមានប្រសិទ្ធភាពថា speed បានប្រមាណគឺយើងបានកំណត់អញ្ចឹងវីដេអូនេះសូមជម្រាបលាបាយបាយជួបគ្នាជាមួយនឹងវីដេអូក្រោយទៀត